បាទសួស្តីបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូរៀនធ្វើហូបទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមានមីពីខ្ចប់មីសួរមួយនិងមីខ្មែរមីខ្លាឃ្មុំក្រហមមួយអញ្ចឹងមុនដំបូងគឺយើងដាក់ទឹកដាំវាឲ្យពុះសិនទើបហើយយើងក៏ហែកមីដាក់ចូលចានរួចជាស្រេចអញ្ចឹងយើងថែមស្ករបន្តិចនិងប៊ីចេងបន្តិចហើយសម្រាប់ម្ទេសនេះគឺខ្ញុំចូលចិត្តខ្ញុំដាក់វា2ស្លាបព្រាតែម្ដងខ្ញុំចូលចិត្តហឹរអញ្ចឹងបន្ទាប់ពីយើងដាក់ហើយយើងក៏ដាក់សាច់ដែលយើងបានស្ងោររួចហើយហ្នឹងចូលក្នុងចានហ្នឹងទៅទឹកក្តៅដែលយើងពុះហ្នឹងខ្ញុំក៏ដាក់ចូលស្រេចដែរបងប្អូនចូលចិត្តច្រើនដាក់ច្រើនចិត្តតិចដាក់តិចទៅហើយសម្រាប់បន្លែនេះក៏ដូចគ្នាដែរបងប្អូនចូលចិត្តឆ្អិនខ្លាំងឬក៏ឆ្អិនល្មមអាស្រ័យលើបងប្អូនចង់ហូបទាំងអស់គ្នាអញ្ចឹងទៅពេលនេះគឺការធ្វើមីសួររបស់ខ្ញុំគឺបានរួចរាល់ហើយយើងចាប់ផ្ដើមហូបទាំងអស់គ្នាអញ្ចឹងវីដេអូហ្នឹងបងប្អូនតាមដានបើសិនជាមានកំហុសខុសឆ្គងកន្លែងណាមួយសូមបងប្អូនមេត្តាអធិស្ឋានផងព្រោះអីការបញ្ចូលសំឡេងមានការរំខានពីខាងក្រៅហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងទេហើយបងប្អូនសូមមេត្តាចុចពាក្យជាវនិង Subscribe អ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតហើយសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូនេះរហូតដល់ចប់អញ្ចឹងវីដេអូនេះគឺមានតែការធ្វើមីសួរហូបនិងហូបមីសួរតែប៉ុណ្្នឹងហើយសូមអរគុណបងប្អូនទាំងអស់គ្នាចាំដេកនេះហើយចាំលេងដេកហើយឡើងដេកទៅពេលទៅមើលមិនដេកទៅពេលអត់ហើយទៅទៀតដេកទៅមកពេលទីបាយជិះហើយហ្នឹងអាចទីបាយជិះហើយហ្នឹងទីបាយទីមិនហាក់ទីបាយទីមិនហាក់មកទៅមកចង់ពុតត្រង់នេះសាក់បេក្រុងដល់សាច់ធ្លាក់តែចង់ចឹងហើយចង់ធ្លាក់កាពីchân lên đi về thôi lên mai năm nay thật đâu mong ba con đây mà giờ cái đây cả con ta ơi ta giờ cái đây ta